សូមក្រាបថ្វាយបង្គំនិងសូមចម្រើនពរប្រវត្តិព្រះមោគរាជចថេរៈផ្នែកត្រត្រង់ចៃវរសៅបងព្រះមោគរាជចថេរៈជាបុត្រព្រាហ្មណ៍ត្រកូលមួយក្នុងក្រុងសាវត្ថីមាននាមថាមោគរាជមាណពការមានវ័យចម្រើនឡើងបានផ្ញើខ្លួនជាសិស្សក្នុងសំណាក់ព្រាហ្មណ៍ពាវរីដ៏ជាមហាពុରୋហិតនៃព្រះបាទកោសលរាជអំណះកាលតមកព្រាហ្មណ៍ពាវរីមានសេចក្តីនឿយណាយខាងផ្លូវខរវាសទើបក្រាបទូលាព្រះមហាក្សត្រចេញពីតំណែងពុରୋហិតហើយទៅបួសជាជាដិលតាំងអាស្រមនៅឆ្នេរស្ទឹងគោធាវរីព្រំប្រទល់ដែននៃស្រុកអសកៈនិងស្រុកអាលកៈមោគរាជមាណពព្រមទាំងពួកសិស្សជាសមាណាចារ្យក៏នាំគ្នាទៅបួសតាមអាចារ្យលោកព្រះពុទ្ធជាម្ចាស់ទ្រង់ឧបតិឡើងក្នុងលោកមានព្រះកិត្តិគុណល្បីល្បាញខ្ទរខ្ទាសាយចេញទៅក្នុងទិសតំបន់ផ្សេងព្រាហ្មណ៍បានប្រតិបត្តិសັບក៏នឹកងឿងឆ្ងល់មានបំណងចង់ស៊ើបឲ្យដឹងការពិតទើបចងជាប្រស្នាឲ្យបានមាននពជាសិស្សដល់6នាក់មានអចិតៈមាននពជាប្រធានក្នុងម្នាក់មួយវគ្គឲ្យនាំយកទៅក្រាបទូលសួរលបងមើលមោគរាជមាននពក៏នៅក្នុងចំនួននេះដែរបាននាំគ្នាព្រមទាំងបរិវារចូលទៅកលព្រះបរមសាស្តាឯសានចេតិយដែនមគធរដ្ឋក្រាបទូលសូមព្រះឱកាសសួរប្រស្នាម្ដងម្នាក់កាលព្រះដ៏មានបុណ្យទ្រង់អនុញ្ញាតឲ្យបានដោះស្រាយប្រស្នារបស់អចិតៈមាណពជាលើកដំបូងចប់ហើយមោគរាជមាណពប្រារព្ធទូលសួរប្រស្នាជាលំដាប់តទៅមានសេចក្តីដំណាលថាមោគរាជមាណពនេះប្រកាន់ខ្លួនថាជាអ្នកមានប្រាថ្នាឆើតជាងគេគិតចង់ទូលសួរមុនប៉ុន្តែនឹកក្រែងចិត្តអចិតៈមាណពដែលជាធំជាងទើបបណ្ដោយអចិតៈមាណពទូលសួរមុនព្រះបរមគ្រូទ្រង់ទៅឃើញអាការៈដូច្នោះទើបត្រាស់ខត់មោគមាននពឲ្យបងអង្គសិនលុះមានពដតីទៀតនាំគ្នាក្រាបទូលសួរប្រស្នាទៅដោយលំដាប់ដល់8នាក់ហើយមោគរាជមាននពប្រារព្ធនឹងទូលសួរទៀតព្រះអង្គក៏ត្រាស់ហាមខត់ឲ្យបងអង្គសិនទៀតកាលមាននពទាំងឡាយក្រាបទូលសួរប្រស្នាហួសទៅ6នាក់ទៀតហើយទើបមោគរាជមាននពបានឱកាសទូលសួរប្រស្នាគម្រប់15សេចក្តីថាខ្ញុំព្រះអង្គនឹងពិចារណាឃើញលោកដូចដេចទើបស្ដេចមញ្ជរាជមើលគឺថាតាមមិនតាន់ព្រះពិចិត្រតមីទ្រង់ព្យាករថាមនាលមោគរាជចូលអ្នកមានសតិពិចារណាឃើញលោកថាជាសភាវៈសាបសូន្យតទេដល់អណត្តដល់អត្តានុទិដ្ឋហេចេញគ្រប់ខណៈចោះអ្នកនឹងឆ្លងកន្លងមញ្ជរាជចេញទៅបានដោយឧបាយយ៉ាងនេះបើអ្នកពិចារណាឃើញលោកទាំងនេះយ៉ាងនេះទើបមញ្ជរីមើលមិនឃើញក្នុងវេលាចប់បញ្ហាព្យាករមោគរាជមាណពបានសម្រេចអរហត្តព្រមទាំងបរិវារហើយក្រាបបង្គំទូលសូមឧបសម្បទាក្នុងព្រះសាសនាព្រះអង្គព្រះបរមសាស្តាចារ្យទ្រង់អនុញ្ញាតឲ្យបានជាភិក្ខុដូចនៃមុនព្រះមោគរាជចថេរៈនេះចាប់តាំងពីបានឧបសម្បទាមកលោកតែងត្រង់ចីវរប្រកបដោយសៅម៉ង3យ៉ាងគឺសម្ពុតសៅម៉ងដេសៅម៉ងជ្រលក់កសៅម៉ងហេតុនេះទើបព្រះបរមគ្រូកាលទ្រង់ប្រថាប់ក្នុងព្រះចេតវនមហាវិហារ
បានត្រង់តាំងមោខរីចតថេរៈក្នុងអេតតៈគឺជាកម្ពូលនៃភិក្ខុទាំងឡាយដែលត្រង់ចីវរសៅម៉ងលោកគង់នៅក្នុងសាសនាសមគួរដល់ការកំណត់ហើយក៏រលត់ខណ្ឌបរិនិព្វាន